ភាពអាសកម្មរបស់ចៅវាយស្រុកពេញយលឺលោកថនសវណ្ណាធ្វើឲ្យក្រុមជនមានអំណាចទឹកលុយចាក់ដីលុបប្លន់យកឆ្នេរទន្លេបានដោយងាយស្រួលតាមព័ត៌មានជាក់ស្ដែងឆ្នេរទន្លេជម្រៅច្រើនម៉ែត្រត្រង់ចំណុចភូមិពោធិ៍មង្គលឃុំព្រែកតាតេនស្រុកពេញយលឺខេត្តកណ្ដាលកំពុងបានចាក់ដីលុបដោយខុសច្បាប់ដើម្បីប្លន់យកជាកម្មសិទ្ធិដែលប្រព្រឹត្តដោយជនមានអំណាចទឹកលុយនិងបកពួកមួយក្តាប់តូចករណីខាងលើនេះនាយករដ្ឋបាលនៃសាលាស្រុកពេញយលឺលោកទុំចរិយាបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី8មីនានេះថាទីតាំងចាក់ដីចូលទន្លេនេះរដ្ឋបាលស្រុកបានធ្វើការហាមឃាត់មិនឲ្យបន្តសកម្មភាពទៀតនោះទេរីឯការអនុវត្តវិធានការផ្លូវច្បាប់គឺត្រូវទុកឲ្យលោកចៅវាយស្រុកគឺជាអ្នកសម្រេចព្រោះជាទូនាទីរបស់ចៅវាយស្រុកចៅវាយស្រុកពេញយលឺខេត្តកណ្ដាលលោកថនសវណ្ណាបានប្រាប់សារព័ត៌មាននាថ្ងៃដដែលនេះថាករណីចាក់ដីខុសច្បាប់ចូលទន្លេត្រង់ចំណុចទីតាំងខាងលើពិតជាហាមឃាត់មិនឲ្យម្ចាស់ទីតាំងធ្វើសកម្មភាពចាក់បន្តចំណែកឯវិធានការផ្លូវច្បាប់នឹងការតម្រូវឲ្យម្ចាស់ទីតាំងកាយដីចេញពីទន្លេវិញគឺមិនមាននោះទេពោលគឺចាក់ដីចូលបានត្រឹមណាទុកត្រឹមនោះលោកចៅវាយស្រុកថនសវណ្ណាដល់ដែលរូបនេះក៏បានបញ្ជាក់ឲ្យដឹងទៀតថាបច្ចុប្បន្ននេះរដ្ឋបាលស្រុកគឺទុកឱកាសឲ្យម្ចាស់ទីតាំងដែលបានចាក់ដីលុបចូលទន្លេទៅធ្វើការសុំច្បាប់អនុញ្ញាតពីក្រសួងមន្ទីរជំនាញពាក់ព័ន្ធដើម្បីទទួលបានសិទ្ធិក្នុងការចាក់ដីលុបបន្តទៀតករណីខាងលើនេះសាធារណមតិបានចាត់ទុកថាជាភាពអសកម្មរបស់រដ្ឋបាលស្រុកពេញយលឺដឹកនាំដោយលោកថនសវណ្ណាប្រធានគណៈបញ្ជាការឯកភាពដែលគ្មានសមត្ថភាពក្នុងការគ្រប់គ្រងដែនច្បាប់របស់ខ្លួននិងបានបណ្តែតបណ្តោយឲ្យជនមួយក្តាប់តូចដែលមានអំណាចទឹកលុយចាក់ដីលុបប្លន់យកឆ្នេរទន្លេជាលក្ខណៈចំហដោយស្នើឲ្យអភិបាលខេត្តកណ្ដាលឯកឧត្តមគួចចម្រើននិងថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងអូតូនិយមចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់